ខ្ញុំសូមបង្ហាញនៅជីវប្រវត្តិរបស់កីឡាករទាំងពីរកីឡាករបង្គោលក្រហមអាចយក21ឆ្នាំទម្ងន់51គីឡូក្រាមស្រុកកំណើតមកពីភូមិស្រែរលូកធំស្រុកបោះសាច់ខេត្តកោះស្ពឺឥឡូវលោកស្រីនិងនាងសូមអនុស្គាល់ជាមួយកីឡាករបង្គោលក្រហមគីសេបងកូនខៀវអាយុ25ឆ្នាំទម្ងន់51គីឡូក្រាមដូចគ្នាស្រុកកំណើតមកពីភូមិព្រំរះធំកក់ស្រុកបោះសាច់ខេត្តកោះស្ពឺឥឡូវលោកស្រីនិងនាងសូមអនុស្គាល់ជាមួយកីឡាករបង្គោលខៀវWood Wagner កីឡាករទាំងពីរមកកណ្ដាលស្ដាប់តែខាងកាក់ពីលោកគ្រូយ៉ាងកណ្ដាលបាទកីឡាករទាំងពីរបាទហាមបោះសក់បាទហាមខំលកជាបាទហាមយកដៃចាក់ភ្នែកចាប់ត្រង់ត្រៀមប្រំព្រៀបប្រកួតគូសមាជិកទី2ទឹកទី1ចូលតាប់ទៅជុំវិញចូលលោកតាប់ទៅជុំស្ដាប់ឆានតោះចុះទៅស្ដាប់មកចាំមកតោះចុះទៅស្ដាប់លោកមកចាំមកបាទកំពុះសវិញបាទកំពុះសបងពុះសបាទកីឡាករបងពុះសទៅឈរបងពុះសគ្រប់គ្នាបាទកន្លែងណាបងពុះសបាទប្រកួតបន្តស្មារតីមួយញ៉ាចលោចាប់ទៅជុំមកអត់បាទអ្នកឲ្យទឹកហាមគួងបាទចុះក្រោមញ៉ាចលោបាទមកសិនធ្លាក់ហើយហើយបាទតើជួយមើលមកសិន6មួយពីគេមិនធម្មតាទេទឹកឆាបងពុះស1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
មកប្រពន្ធបន្តបាទ
ស្វាគមន៍ទៅតែចាប់ទី2ចាប់ទី2បាទបងប្រុសបាទឧបទេសឧបត្ថម្ភខៀវដើម្បីទិញសាច់គោព្រឹកបាទ10000រៀលហើយឧបត្ថម្ភកំហំ5000បាទបងប្រុសបងជាងហួរឧបត្ថម្ភឲ្យខៀវ10000រៀលបាទទី3ដែលជាទឹកដាច់ព្រាត់យ៉ាងចលោយ៉ាងអានទឹកមកជិះទឹកបាទមហោដូចមានទឹកមកលេងបាទមហោទឹកទៅជិះមែនចលោយ៉ាងចលោគឺអាយសអត់ចិត្តធ្វើស្ដាប់តែឆាក់មកឆេងមកស្ដាប់បាទទៅចង់พูดចង់พูดបាទបរមជួយណាបាទខ្ញុំអូបងពូសអូយចាំកន្លែងសំខាន់អូនអូយបាទអូយបាទធម្មតាទេពុកម៉ែបងប្អូនការប្រកួតយើងមានបានលក្ខខណ្ឌនៃការប្រកួតបាទប៉ុន្តែតែតែជ្រុលអញ្ចឹងហើយបាទជារឿងធម្មតាទេការប្រកួតធម្មតាចង់ឈ្នះរៀងខ្លួនបាទអញ្ចឹងមានការជ្រុលខ្លះបាទនៅក្នុងការប្រកួតបាទជារឿងធម្មតាទេពុកម៉ែបងប្អូនបាទបាទបើចឹងគេថាកន្លែងសំខាន់ហ្នឹងគឺសំខាន់ណាស់ពុកម៉ែបងប្អូនមិនងាយបាទការប្រកួតគឺយើងមិនចង់ឲ្យក្រោយទេបាទហើយគុំគណៈកម្មការថាអានោះអត់ឈឺទេ